មកឆាម្ទេសម្ដងបងប្អូនម្ទេសហ្នឹងឆាហ្នឹងអត់មានប្រើអីទេគឺប្រើតែម្ទេសទេហើយយើងម្ទេសឆាហ្នឹងញ៉ាំមួយបរហ្នឹងអញ្ចឹងយើងញ៉ាំមួយបរក៏បានមួយខ្ទាវមួយនំប៉័ងប្រឡាក់មួយបាយញ៉ាំក៏បានដែររសជាតិវាឡំមកឆ្ងាញ់អញ្ចឹងខ្ញុំប្រើប្រេងសណ្ដែកមកល្មមមកហើយខ្ញុំចាក់ប្រើជាមួយនឹងប្រេងម្ទេសណាប្រេងម្ទេសប្រហែលជា2-3ស្លាបព្រាបាយដែរបងប្អូនអញ្ចឹងយើងតែយើងក្តៅនឹងហើយយើងចាប់ផ្ដើមដាក់ខ្ទឹមបំពងចូលតែបើសិនជាបងប្អូនមានខ្ទឹមបំពងទេខ្ទឹមសយើងច្រាំហ្នឹងហើយម្លីងវាឲ្យវាឈ្ងុយមកចាំយើងចាក់ម្ទេសចូលក៏បានដែរហើយម្ទេសនេះខ្ញុំទិញគេពីផ្សារតែ1000ទេបងប្អូនម្ទេសកិនស្រាប់ហ្នឹងណាអញ្ចឹងគេកិនឲ្យនិយាយទៅម្ទេសហ្នឹងថ្មីដែរខ្ញុំយកម្ទេសគេកិនសល់ជូរអាហ្នឹងអត់ឆ្ងាញ់ទេអានេះថ្មីអញ្ចឹងទៅយើងយកវាមកឆាអញ្ចឹងមកក្លិនឈ្ងុយបងប្អូនអើយហើយខ្ញុំប្រើប្រេងខ្យងហ្នឹងកន្លះស្លាបព្រាបាយហើយម្សៅស៊ុបខ្នុរហ្នឹងកន្លះស្លាបព្រាបាយដែររសជាតិខ្ញុំប្រើតែពីរមុខហ្នឹងទេហើយរសជាតិវាឡំវាមិនដិតពេកទេហើយក៏មិនសាបពេកដែរនិយាយទៅបើថែមតែសាច់បកាអីមកនេះកើតម្ទេសឆាបកាហើយញ៉ាំច្បល់មួយបាយញ៉ាំក៏ឆ្ងាញ់ដែរមិនបាច់ចាំដាក់គ្រឿងអីសាំញ៉ាំអីទេបងប្អូនស្រួលណាស់ហើយអាហ្នឹងយើងទុកបានយូរទៀតទុកនៅក្រៅទូក៏បានដែរមិនបាច់ដាក់ក្នុងទូវាកក់ខ្លាញ់ណាតែបើដាក់ក្រៅបានយូរព្រោះអីយើងប្រើខ្លាញ់យើងច្រើនអញ្ចឹងវាលិចម្ទេសមកល្មមអញ្ចឹងវាអត់ងាយខូចទេម្ទេសយើងអញ្ចឹងម្ទេសឆាខ្ញុំមានតែប៉ុណ្្នឹងឯងមូលហេតុខ្ញុំធ្វើម្ទេសឆាមកឲ្យបងប្អូនដោយសារតែខ្ញុំធ្វើបបរគ្រឿងអញ្ចឹងខ្ញុំខ្វះម្ទេសអញ្ចឹងខ្ញុំត្រូវទៅឆាម្ទេសអញ្ចឹងជ្រុលឆាម្ទេសឲ្យបង្ហាញបងប្អូនមើលបដ ாய் ទៅកុំឲ្យខាតណោះអរគុណបងប្អូនពេញចិត្តវីដេអូខ្ញុំកុំភ្លេចជួយ Subscribe ម្នាក់មួយផងណាមិនដឹងការបានគ្រប់ទេបងប្អូនអើយសូម្បីតែ view គាត់ឡើងដែរតែចេះតែធ្វើទៅបើយើងតនេដែរយើងធ្វើទៅណាអញ្ចឹងអរគុណណាបងប្អូនមានតែប៉ុណ្ណឹងម្ទេសឆាខ្ញុំឆ្ងាញ់ស្លាប់កប់សេរីប្រឡាក់មួយបាយអីអែមស្លាប់អ្នកចូលចិត្តញ៉ាំហឹលបានត្រូវរួចរាល់ហើយម្ទេសឆាសុតហ្មងអត់មានលាយសាច់បកាសាច់ក្តាមអីទេដោយសារយកអត់មានអរគុណបងប្អូន